ឥឡូវនេះយើងកំពុងតែធ្វើដំណើរទៅ Miracle Glow Cosmetic and Spa យើងជិះនៅលើផ្លូវធំផ្លូវម៉ាស៊ីតុងតែម្ដងអញ្ចឹងយើងទៅមើលពីសេវាកម្មមួយចំនួននៅក្នុងហាងរបស់គាត់អញ្ចឹងដល់ពេលដែលបងប្អូនបានទៅដល់កន្លែង stop ទូតពូហើយបងប្អូនធ្វើការបត់ឆ្វេងហើយយើងជិះទៅត្រង់ជិះរហូតដល់ stop បឹងកេងកង3ហើយនៅខាងឆ្វេងដៃនោះគឺឃើញជាមួយនឹង Miracle តែម្ដងដោយសារតែ Miracle Glow គឺគាត់នៅខាងឆ្វេងដៃ stop បឹងកេងកង3ហ្នឹងអញ្ចឹងឥឡូវយើងមកដល់កន្លែងហាងរបស់គាត់ហើយមុននឹងជួបជាមួយនឹងម្ចាស់ហាងចឹងបងប្អូនទាំងអស់គ្នាបានឃើញពីទិដ្ឋភាពនៅក្នុងហាងរបស់គាត់ក៏ដូចជាការរៀបចំរបស់គាត់គឺមានអនាម័យខ្លាំងមែនទែនចាយើងសួរបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងបានទស្សនាជាមួយនឹងទិដ្ឋភាពដែលអ្នកខ្ញុំបានចូលមកបង្ហាញប្រព័ន្ធទៅនឹងក្នុងហាងហើយឥឡូវយើងបានជួបជាមួយនឹងម្ចាស់ហាងដើម្បីឲ្យគាត់ធ្វើការប្រាប់ពីសេវាកម្មមួយចំនួនដែលយើងមាននៅទីនេះណាអញ្ចឹងជម្រាបសួរបងចាជម្រាបសួរអូនចាជាដំបូងសូមឲ្យបងធ្វើការណែនាំឈ្មោះតួនាទីក៏ដូចជាបទពិសោធន៍របស់បងទៅកាន់បងប្អូនទាំងអស់គ្នាចាជំរាបសួរអូនចានេះខ្ញុំឈ្មោះប៉ែនសុធាវីគឺជាស្ថាបនិករបស់ Miracle Glow Cosmetic and Spa ដែលនេះខ្ញុំមានបទពិសោធន៍13ឆ្នាំនៅក្នុងវិស័យ Skin Care នេះចាច្រើនឆ្នាំខ្លាំងមែនទែនបងអញ្ចឹងខ្ញុំចូលមកខ្ញុំចាប់អារម្មណ៍ដោយសារតែឃើញសេវាកម្មច្រើនហើយអ្វីដែលខ្ញុំធ្លាប់ដឹងសេវាកម្មនៅនេះគឺសេវាកម្មញែកមុនប៉ុន្តែក្រៅពីញែកមុនហ្នឹងចង់ឲ្យបងធ្វើការប្រាប់បន្ថែមទៀតថាតើសេវាកម្មនៅនេះយើងមានសេវាកម្មអីគេខ្លះដែលអតិថិជនតែងតែមកធ្វើណាបងចានិយាយទៅនៅ Miracle Glow គឺយើងមានសេវាកម្មច្រើនទាក់ទងជាមួយនឹងសេវាកម្ម massage មុខសេវាកម្ម spa ខ្លួន spa ក្លៀកនិងសេវាកម្ម spa ប្រអប់ដៃប៉ុន្តែសម្រាប់សេវាកម្មដែល best seller ខ្លាំងនៅទីនេះគឺទាក់ទងជាមួយនឹងសេវាកម្មព្យាបាលស្បែកមុខមុនចាបានន័យថាប្រជាជនខ្មែររបស់យើងគឺមានបញ្ហាស្បែកមុខច្រើនប៉ុន្តែមកទីនេះគឺយើងអាចផ្ដល់សេវាកម្មនឹងបានចាប់អារម្មណ៍មួយទៀតនៅពេលដែលអតិថិជនអញ្ជើញមកទទួលសេវាកម្មណាមុននឹងយើងផ្ដល់សេវាកម្មជូនគាត់តើយើងមានការប្រឹក្សាអ្វីខ្លះពាក់ព័ន្ធនឹងសេវាកម្មរបស់យើងជូនគាត់ចានិយាយទៅសម្រាប់នៅទីនេះនៅពេលដែលអតិថិជនគឺគាត់មកដល់គឺយើងត្រូវធ្វើការប្រឹក្សាស្បែកជាមុនសិនមុនទទួលសេវាកម្មគឺគាត់អាចទទួលសេវាកម្មណាដែលតម្រូវទៅតាមចិត្តគាត់ទេយើងមើលទៅតាមស្ថានភាពស្បែកគឺយើងណែនាំទៅ treatment ណាដែលត្រូវជាមួយនឹងស្បែករបស់គាត់ចាហើយអ្វីដែលសំខាន់មួយទៀតបើតាក់ទងជាមួយនឹងសេវាកម្មព្យាបាលស្បែកមុខមុនវិញគឺយើងនឹងមានការជជែកសួរកកាយឬនិយាយទៅអាចថាតាមពីប្រវត្តិគាត់រយៈពេល3ឆ្នាំទៅ5ឆ្នាំក្នុងការប្រើប្រាស់ skin care ឬក៏តាក់ទងជាមួយនឹងប្រវត្តិនៃការរបបអាហារនិយាយទៅកត្តាច្រើនដែលយើងត្រូវការជជែកសួរគាត់ហើយអ្វីដែលយើងខំប្រឹងជជែកកកាយសួររឿងទាំងអស់នេះគឺដើម្បីឲ្យយើងដឹងពីមូលហេតុឬក៏នៃការកើតមុនរបស់គាត់ចាបងនឹងហើយអញ្ចឹងនៅពេលដែលយើងសួរគាត់បានដឹងខ្លះៗហើយតើអានឹងវាសំខាន់មិនដែរបងចានិយាយទៅនៅពេលដែលយើងដឹងពីបញ្ហារបស់គាត់ពីឬក៏នៃបញ្ហារបស់គាត់ណាអញ្ចឹងធ្វើឲ្យយើងងាយស្រួលនៅក្នុងការព្យាបាលរបស់គាត់ចានិយាយទៅតើតើនឹងបញ្ហាស្បែកប្រៀបបាននឹងដោយការយើងជ្រើសរើសមេសោនិងកូនសោអញ្ចឹងពេលណាដែលអូនជ្រើសរើសកូនសោត្រូវចាក់សោនឹងតែមួយផ្លិតគឺត្រូវហើយចាតែបើសិនជាអូនអត់ដឹងឬក៏នៃបញ្ហាកាត់មុនរបស់គាត់ទេអូននៅនឹងវាព្យាបាលយូរយើងអត់ដឹងចាដោយសារតែមុនអ្នកខ្លះគាត់អាចមានបញ្ហាដោយសារតែកត្តាគាត់អត់បានគេងគ្រប់គ្រាន់បញ្ហាអកម៉ូតចាអញ្ចឹងគាត់គ្រាន់តែធ្វើការផ្លាស់ប្ដូរត្រឡប់ទាំងអស់ហ្នឹងមុខគាត់នឹងស្អាតចាស្អាតតែម្ដងប៉ុន្តែអ្នកខ្លះទៀតអត់អញ្ចឹងទេចាអ្នកខ្លះទៀតបញ្ហាមុខរបស់គាត់អាចទាក់ទងជាមួយនឹង skin care អញ្ចឹងត្រូវគាត់ផ្លាស់ប្ដូរ skin care របស់គាត់ចាចឹងចាប់អារម្មណ៍ទាក់ទងទៅនឹងកន្លែងបញ្ហាមុនហ្នឹងគឺអ្វីដែលសំខាន់គឺចង់ដឹងថានៅនេះគឺយើងមានសេវាកម្មញែកមុនហ្នឹងហើយជាសេវាកម្មមួយដែលអតិថិជនមកទទួលច្រើនអញ្ចឹងដឹងទាក់ទងទៅនឹងការញែកជាទូទៅការញែកមុនឈឺខ្លាំងមែនទែនខ្ញុំធ្លាប់ទទួលសេវាកម្មពាក់ព័ន្ធនឹងការញែកមុននឹងដែរគឺឈឺពេលខ្លះឈឺដល់ថ្នាក់យើងហូរទឹកភ្នែកអត់អាចបន្តការញែកបានណាប៉ុន្តែតើការញែកមុននៅនេះគឺយើងមិនខ្លះដែរបងចានិយាយទៅបើតាក់ទងជាមួយនឹងការញែកមុនបើនិយាយថាអត់ឈឺហ្មងវាអត់ពិតប្រាកដទេវាឈឺចាប៉ុន្តែទៅតាមស្ថានភាពស្បែកដោយសារតែស្បែកទៅតាមស្ថានភាពស្បែកអ្នកខ្លះគឺអាចនឹងឈឺខ្លាំងស្បែកខ្លះអាចនឹងអត់ឈឺតែក៏តាក់ទងជាមួយនឹងជំនាញនៅក្នុងការធ្វើរបស់យើងដែរចាតាក់ទងជាមួយនឹងបើបុគ្គលិករបស់យើងណាដោយសារតែនៅនេះបុគ្គលិករបស់យើងគឺសិតតែបានការទទួលជាមួយនឹងការបដិបដាច្បាស់លាស់ពីខាងដុកទ័រតាក់ទងជាមួយនឹងជំនាញក្នុងការយកមុនតាក់ទងជំនាញជាមួយនឹងពេលដែលយើងធ្វើ treatment ហ្នឹងចា
ចាអត់តេតងទៅនឹងការយកមុនហ្នឹងគឺចាស់អារម្មណ៍ការដែលខ្ញុំធ្លាប់លើពាក្យប៉ុនទៅនឹងការយកមុនបើសិនបើយើងយកមុនអត់អស់តើវាអាចបង្កស្នាមជួមស្នាមខ្មៅនៅលើមុខរបស់យើងបងចាប្រកាសឲ្យអូននិយាយទៅបើសិនជាពេលដែលយើងយកមុនអត់អស់ជាពិសេសជាប្រភេទមុនអាលៀកមុនដែលមានសភាពខ្ទុះសភាពឈាមកកអញ្ចឹងណាពេលដែលយើងយកអត់អស់ទេគឺស្នាមនៅនឹងគឺរាប់ខែអត់បាត់ទេហើយមួយទៀតបើសិនជាប្រភេទមុនកប់ក៏យើងត្រូវទៀមទាយើងយកឲ្យបានអស់ដែរតាក់ទងជាមួយនឹងកតុយមុនបើសិនជានៅសល់គឺមុនហ្នឹងគឺនៅតែកើតមានចាអូនេះគឺជាចំណុចសំខាន់ដែលយើងផ្ដោតទៅលើសេវាកម្មនៃការយកមុនចង់ដឹងបន្ថែមទៀតពាក់ព័ន្ធទៅនឹងការយកមុនតដែរចុះបើសិនជាករណីមុននឹងជាលក្ខណៈថាមុនខ្ទុះធំតើយើងហ៊ាននៅក្នុងការយកមុនជូនគាត់អត់បងចាយកបានអូនតែគ្រាន់តែថាតាក់ទងជាមួយនឹងបច្ចេកទេសក្នុងការយកគឺយើងមានបច្ចេកទេសផ្សេងមុនកប់គឺយើងយកតាមរបៀបផ្សេងមុនប្រភេទមុនខ្ទុះមុនអាលីគឺយើងប្រើរបៀបផ្សេងចានិយាយទៅនៅនេះសូម្បីតែតាក់ទងជាមួយនឹងប្រដាប់ញិកមុនក៏ពិសេសជាងកន្លែងផ្សេងដែរមិនដែរការអាចជម្រាបជូនមកនិយាយទៅគឺតាក់ទងជាមួយនឹងប្រដាប់ញិកមុនគឺយើងអាចយកជាប្រភេទមុខស្ដើងពេកឬក៏ក្រាស់ជ្រុលពេកទេកាលណាសិនជាមុខស្ដើងពេកឬក៏ក្រាស់ជ្រុលពេកអាចធ្វើឲ្យមានស្នាមដែរចាបងហ្នឹងគឺជាចំណុចសំខាន់ដែលខ្ញុំក៏អត់ធ្លាប់បានដឹងដែរបើន័យថាសូម្បីតែពាក់ព័ន្ធទៅនឹងការប្រើប្រាស់មជុលឬក៏ប្រដាប់យកមកញិកមុនហ្នឹងក៏យើងត្រូវតែគិតពីស្ថានភាពស្បែកដើម្បីកុំឲ្យបង្កស្នាមអូខេបងបន្តទៀតពាក់ព័ន្ធទៅនឹងការញិកមុននេះបើសិនជាយើងជាទូទៅយើងញិចហើយយើងត្រឡប់ទៅផ្ទះហើយប៉ុន្តែសម្រាប់នៅ Miracle នេះវិញតើយើងមានចំណុចពិសេសគេដែលថាយើងញិចហើយអត់សូវបង្កសស្នាមមុនឬក៏អត់សូវធ្វើឲ្យមុខរបស់គាត់ហ្នឹងឡើងក្រហមយូរច្រើនថ្ងៃអញ្ចឹងណាបងចានិយាយទៅបើសម្រាប់នៅ Miracle វិញសម្រាប់ភ្ញៀវក៏ហ៊ានមានការភ្ញាក់ផ្អើលដែរដោយសារតែពេលញិចមុនហើយគឺមុខអត់មានសក្រហមស្នាមឬក៏ហាវមេប៉ុន្តែបើសិនជាស្បែកមុខរបស់គាត់អាចថា sensitive ខ្លាំងមែនទែនអាចថារៀងក្រហមបន្តិចតែស្អែកឡើងគឺបាត់ហើយដោយសារតែយើងបន្ទាប់បើសិនជាស្ថានភាពស្បែកគាត់បែបហ្នឹងណាពេលដែលគាត់ត្រឡប់ទៅផ្ទះវិញគឺយើងតែងតែណែនាំឲ្យគាត់ប្រើជាមួយនឹងឈុត skin care សម្រាប់យកគាត់ទៅអប់មុខបន្ថែមនៅផ្ទះបន្ថែមចាអញ្ចឹងស្អែកឡើងគឺបាត់ស្នាមព្រោះអ្វីដែលយើងផ្ដោតសំខាន់គឺយើងធ្វើយ៉ាងណាកុំឲ្យមាននៅសល់ស្នាមវារៀងពិបាកនៅក្នុងការព្យាបាលបន្ទាប់ពីហ្នឹងចាដល់ពេលដែលផ្ទៃមុខដែលមានស្នាមច្រើនគឺធ្វើឲ្យគាត់អត់សូវសប្បាយចិត្តទេអញ្ចឹងសម្រាប់ Miracle បន្ទាប់ពីញិចមុនហើយគឺមានជាមួយនឹងប្រភេទ treatment ក៏គាត់ធ្វើនៅផ្ទះខ្លួនឯងចាអូខេនេះគឺជាចំណុចសំខាន់អញ្ចឹងបន្ទាប់ពីគាត់ញិចមុនហើយជាទូទៅអតិថិជនគឺគាត់មកទទួលសេវាកម្មគឺទទួលសេវាកម្មហើយត្រឡប់ទៅផ្ទះវិញអញ្ចឹងនេះគឺជារឿងសាមញ្ញហើយប៉ុន្តែតើ Miracle មានចំណុចពិសេសគេអត់ដូចជាគាត់ទៅផ្ទះហើយតើយើងនៅតែធ្វើការតាមដានសុខភាពរបស់គាត់បន្ថែមទៀតឬក៏មិនចានិយាយទៅបើសម្រាប់នៅ Miracle Glow យើងវិញគឺតាក់ទងជាមួយនឹងការប្រឹក្សាចានិយាយទៅសម្រាប់ខ្ញុំយល់ថាអ្នកកើតមុនណាគាត់មិនមែនគ្រាន់តែជាអ្នកដែលមានបញ្ហាមានជំងឺសើស្បែកធម្មតាទេចាអាចថាមានជំងឺទៅខាងក្រៅទេសម្រាប់ខ្ញុំយល់ថាអ្នកកើតមុនគឺគាត់ត្រូវការទាំងសុខភាពជាមួយនឹងផ្លូវកាយរបស់គាត់ទៅនឹងការ skin care ឬក៏ការប្រឹក្សារបៀបដែលខ្ញុំបាននិយាយមុនហ្នឹងចាតែអ្វីដែលសំខាន់មួយទៀតគឺតាក់ទងជាមួយនឹងសុខភាពផ្លូវចិត្តរបស់គាត់អញ្ចឹងពួកខ្ញុំតែងតែធ្វើការប្រឹក្សាបន្ថែមបន្ទាប់ពីគាត់ធ្វើការត្រឡប់ទៅផ្ទះវិញចាយើងធ្វើការតាមដានស្បែករបស់គាត់ចាហើយយើងនឹងព្យាយាមការលើកទឹកចិត្តគាត់នៅក្នុងការចានៅក្នុងការបញ្យល់គាត់ពីរបៀបនៅក្នុងការប្រើប្រាស់ចាត្រូវបងកន្លែងនេះគឺខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែនទាក់ទងទៅនឹងអ្នកដែលគាត់ជួបជាមួយនឹងបញ្ហាកើតមុនដែលសូម្បីតែខ្ញុំក៏គិតថាវាគឺជាជំងឺសើស្បែកធម្មតាក៏ប៉ុន្តែធ្លាប់មានប្រិយមិត្តរបស់ Healthy Cambodia គាត់ចូលរួមចែករំលែកពាក់ព័ន្ធទៅនឹងបញ្ហាមុនរបស់គាត់គឺគាត់ជាមនុស្សម្នាក់ដែលជួបមួយបញ្ហាមុនប៉ុន្តែនៅពេលដែលគាត់ជួបទៅច្បាក់ទឹកចិត្តហើយសួរទៅមូលហេតុដែលធ្វើឲ្យគាត់បាក់ទឹកចិត្តដោយសារតែនៅពេលដែលគាត់ជួបជាមួយនឹងបញ្ហាមុននឹងហើយព្រមសម្ពាធពាក្យពេចន៍ពីមនុស្សនៅជុំវិញខ្លួនរបស់គាត់មិនថាតែមិត្តភ័ក្តិឬក៏គ្រួសារទេអញ្ចឹងខ្ញុំយល់ថាបញ្ហាមុនហ្នឹងគឺមិនគ្រាន់តែជាបញ្ហាជំងឺសើស្បែកធម្មតាវាអាចជាជំងឺម្យ៉ាងដែលយើងត្រូវការការយកចិត្តទុកដាក់នៅក្នុងការថែពីខាងក្រៅហើយផ្លូវចិត្តគឺសំខាន់ខ្លាំងមែនទែនអញ្ចឹងសម្រាប់នៅ Miracle គឺយើងមានចំណុចពិសេសគឺក្រោយពីយើងទទួលសេវាកម្មនៅនេះហើយគឺយើងធ្វើការលើកទឹកចិត្តទៅកាន់ពួកគាត់បន្ថែមទៀតអញ្ចឹងក្រោយពីយើងបានដឹងពាក្យព័ន្ធទៅនឹងសេវាកម្មមួយចំនួនដែលបងស្រីគាត់បានធ្វើការរៀបរាប់ប្រាប់ហើយយើងនឹងទៅមើលពីសេវាកម្មនៅក្នុងការញិចមុនផ្ទាល់ដែលខាង Miracle ផ្ដល់ជូនអតិថិជនទាំងអស់គ្នាផងដែរចាអញ្ចឹងឥឡូវនេះខ្ញុំសូមមកធ្វើការណែនាំជាមួយនឹងសេវាកម្មព្យាបាលស្បែកមុខមុននៅ Miracle Glow ចាចំណុចពិសេសរបស់យើងគឺសម្រាប់ភ្ញៀវម្នាក់គឺយើងធ្វើការប្រើប្រាស់ប៉ុងថ្មីចារៀងរាល់ភ្ញៀវដោយសារតែការប្រើប្រាស់ប៉ុងថ្មីគឺវាជួយកុំឲ្យមានការឆ្លងបាក់តេរីពីភ្ញៀវម្នាក់ទៅភ្ញៀវម្នាក់ហើយអ្វីដែលសំខាន់ការប្រើប្រាស់ប៉ុងគឺវាជួយបានការលាងសម្អាតមុខរបស់យើងគឺបានស្អាតល្អហើយបងប្អូនបានឃើញអញ្ចឹងអ្វីដែលនៅកន្លែងខ្ញុំបានធ្វើការផ្ដោតសំខាន់ការលាងសម្អាតមុខគឺយើងអត់ប្រើប្រាស់ជាមួយនឹងប្រើស្រោមដៃទេ
គឺយើងប្រើជាមួយនឹងដៃផ្ទាល់ដោយសារតែពេលដែលយើងធ្វើការលាងសម្អាតមុខដោយប្រើដៃផ្ទាល់គឺអាចធានាបានថាស្បែករបស់យើងលាងទៅគឺស្អាត 100% ចាយើងអាចធ្វើការ check បន្ទាប់ពីក្នុងកំឡុងពេលដែលយើងលាងហ្នឹងយើងអាចធ្វើការដើរនៅលើស្បែកមុខដើម្បី make sure ថាស្បែករបស់យើងគឺលាងបានស្អាតចាហើយចឹងតកតូនជាមួយនឹងការលាងសម្អាតមុខនៅ Miracle Glow ក៏យើងធ្វើការលាងសម្អាតទៅតាមប្រភេទស្បែកមុខដែរបើស្បែកមុខអ្នកខ្លះគឺគាត់មានបញ្ហាមុខមុនប៉ុន្តែស្ងួតអញ្ចឹងយើងត្រូវធ្វើការលាងប្រភេទរហូតដល់ទៅពីប្រភេទ form ផ្សេងគ្នាចាហើយនៅក្នុងមួយប្រភេទ form គឺយើងធ្វើការលាងរហូតដល់ទៅ3ទឹកនិយាយទៅដូចខ្ញុំបានបញ្ជាក់ចឹងតកតូនជាមួយនឹងការលាងសម្អាតមុខគឺសំខាន់មែនតើបើកាលណាដែលយើងបានលាងសម្អាតមុខរបស់យើងបានស្អាតល្អនៅពេលដែលបងប្អូនធ្វើការ massage បញ្ចូលទៅ step ក្រោយៗទៀតក៏ធ្វើឲ្យប្រសិទ្ធភាពគឺវាកាន់តែមានប្រសិទ្ធភាពខ្ពស់ដែរចាអញ្ចឹងនៅក្នុង step នៅក្នុងការព្យាបាលស្បែកមុខមុនហ្នឹងគឺនៅខាងយើងក៏មានធ្វើការជំរុះកោសិកាដែរការជំរុះកោសិកាគឺជួយឲ្យស្បែករបស់យើងមានសុខភាពល្អហើយគឺវាជួយជំរុះជាមួយនឹងកោសិកាដែលងាប់ងាប់នៅលើស្បែករបស់យើងដែលអត់ប្រយោជន៍នៅពេលណាដែលកោសិការបស់យើងអត់បានជំរុះបានល្អទេវាធ្វើឲ្យមុខរបស់យើងនៅមានបញ្ហាមុនបញ្ហាផលិតជាតិប្រេងខ្លាញ់ហ្នឹងគឺលើសចំណុះចាអញ្ចឹងការជំរុះកោសិកាគឺសំខាន់នៅក្នុងការព្យាបាលស្បែកមុខមុនក៏ដូចជាការយើងប្រើប្រាស់ជាប្រចាំថ្ងៃចាអញ្ចឹងបន្ថែមពីនេះដែរការជំរុះកោសិកាហ្នឹងណាគឺធ្វើឲ្យស្បែករបស់យើងមានសភាពសភ្លឺម៉ត់រលោងហើយវាលក្ខណៈ glow ចេញមកហ្មងចា glow ចេញពីខាងក្នុងចាអញ្ចឹងបន្ទាប់ពីធ្វើការជំរុះកោសិការួចឥឡូវគឺយើងមកដល់ជាមួយនឹងការញិចមុនចាការញិចមុនគឺមានសារៈសំខាន់ខ្លាំងមែនតើនៅក្នុងការព្យាបាលមុខមុននេះហើយអ្វីដែលសំខាន់នៅ Miracle Glow ឧបករណ៍ការប្រើប្រាស់នៅក្នុងការយកមុនណាគឺយើងមានធ្វើការសម្រាប់មេរោគ Listeria ត្រឹមត្រូវចាគឺយើងផ្ដោតសំខាន់ខ្លាំងទៅលើចំណុចហ្នឹងដើម្បីការពារនៃការឆ្លងមេរោគនៅក្នុងការយកមុនហើយអ្វីដែលសំខាន់មួយទៀតនៅពេលដែលធ្វើការញឹកមុនគឺយើងអាចចេះតែញឹកយកឬក៏យើងអាចថាចេះតែយកតាមតែចិត្តយើងណាគឺយើងត្រូវធ្វើការមើលលើសភាពមុនហ្នឹងថាក្បាលមុនហ្នឹងគឺវាបែរទៅខាងណាទើបយើងធ្វើការសកត់តែតើជាមួយនឹងការសកត់ហ្នឹងគឺយើងអាចធ្វើការសកត់ចេះតែសកត់ខ្លាំងយកដែរក៏យើងមើលទៅតាមស្ថានភាពស្បែកដែរចាហើយដូចខ្ញុំបានបញ្ជាក់ពីមុនហ្នឹងអញ្ចឹងបើតើជាមួយនឹងស្ថានភាពមុនរបស់គាត់ជាប្រភេទមុនរលាកឬក៏មុនដែលតែយើងនិយាយថាមុនមានផ្ទុះណាអញ្ចឹងយើងអត់អាចប្រើជាមួយនឹងប្រដាប់ញឹកនឹងបានទេគឺយើងធ្វើការប្រើជាមួយនឹងតិចនិចផ្សេងនៅក្នុងការយកមុនជូនគាត់ចាអញ្ចឹងក្នុងការប្រើប្រដាប់ញឹកមុននេះគឺយើងប្រើសម្រាប់មុនដែលមានជាប្រភេទមុនក្បាលខ្មៅឬក៏មុនកប់យើងនឹងធ្វើការប្រើជាមួយនឹងប្រដាប់ហ្នឹងតែបើសិនជាមុនខ្លះគឺយើងទាមទារជាមួយនឹងការជួសក្បាលមុនចាយើងត្រូវធ្វើការប្រើជាប្រភេទម្ជុលនៅក្នុងការជួសបើកមុខវាហើយការជួសហ្នឹងក៏យើងអត់អាចជួសគ្រប់មុនទេគឺយើងមើលទៅលើមុនណាដែលមានសភាពស្អិតខ្លាំងកប់ខ្លាំងទើបយើងធ្វើការជួសមុនហ្នឹងចាទើបធ្វើឲ្យការយកមុនរបស់យើងហ្នឹងមានសភាពរលូនបានល្អព្យាបាលបានល្អត្រឹមត្រូវអញ្ចឹងសម្រាប់បុគ្គលិកនៅ Miracle Glow គឺយើងទទួលបានជាមួយនឹងការបង្វឹកនិង trend ច្បាស់លាស់នៅក្នុងការយកមុននេះចាអញ្ចឹងបន្ទាប់ពីធ្វើការយើងយកមុនបានស្អាតល្អហើយគឺយើងចាប់ផ្ដើមធ្វើការបញ្ចូលជាមួយនឹងវីតាមីនសេរ៉ូមុនដើម្បីជួយផ្ដាច់មុនហ្នឹងណាឲ្យបានជាល្អចាហើយតើតើជាមួយនឹងការក្នុងការប្រើប្រាស់ម៉ាស៊ីនតិចនិចនៅក្នុងការដើរម៉ាស៊ីនក៏យើងធ្វើតម្រូវទៅតាមស្បែកទៅតាមបច្ចេកទេសដែរចាហើយអ្វីដែលមួយទៀតនៅពេលដែលចុងបញ្ចប់នៅក្នុងការ treatment នេះគឺតកតងប្រត់ជាមួយនឹងការប្រើប្រាស់ជាមួយនឹង mask modeling នៅក្នុងការប្រើប្រាស់ mask modeling គឺយើងធ្វើតម្រូវទៅតាមស្បែកមុខមុនចាដោយសារនៅកន្លែងយើងគឺយើងមានច្រើនប្រភេទទៅតាមស្បែកស្ថានភាពស្បែកមុខមុនបើសិនជាមុខផកគាត់ជាប្រភេទមុនរលាកគឺយើងប្រើជាប្រភេទ mask modeling សម្រាប់មុនរលាកបើសិនជាមុខផកគាត់ជាលក្ខណៈមុនកប់មុនក្បាលខ្មៅគឺយើងមានជាប្រភេទ mask សម្រាប់ប្រើព្យាបាលជាមួយនឹងមុខមុនក្បាលខ្មៅហ្នឹង